ចឹងខ្ញុំសូមបញ្ជាក់ការបង្ក្រាបការឆោបោកតាមបច្ចេកវិទ្យាត្រូវដើរទន្ទឹមនឹងការបោសសម្អាតនិងបង្ក្រាបមន្ត្រីដែលជាប់ពាក់ព័ន្ធនិងដកចោលនឹងមន្ត្រីដែលមិនព្រមអនុវត្តពីកម្រិតខុសគ្នាមួយអ្នកជាប់ពាក់ព័ន្ធបញ្ជូនឲ្យតុលាការអស់លោកយើងមានយន្តការសពគ្រប់ហើយជួនកាលឆ្លងកាត់អង្គភាពប្រចាំអំពើពុករលួយមុននឹងបញ្ជូនទៅតុលាការឬមានផុសតាំងគ្រប់គ្រាន់បញ្ជូនទៅតុលាការដកសាកដកអីហើយបញ្ជូនទៅតុលាការកាត់កុំឲ្យថាអើយហើយដកអញដកទៅដកអញដកទៅអញសល់1 លានឬ2 លានដុល្លារដែរប្រពន្ធកូនអញមិនគាត់លុយចាយទេប្រាក់ខែប៉ុណ្ណឹងអញមិនបាច់ចាប់ដកយកអាលុយទៅទៀតយកលុយនឹងទៅជួយកងទ័ពចៅហ្វាយខេត្តមេ PM មេប៉ូលីសពលសមត្ថកិច្ចនគរបាលយុត្តិធម៌បើឃើញថាវាមិនព្រមធ្វើទេដាក់វាយកទៅដកវាចេញមក